ទស្សនិកជនជាទីគោរពនិងជាទីមេត្រីអាយដាមនៃភក្ត្រាអញ្ជើញបើកការចោះធ្វើជំរឿនមន្ត្រីរាជការស៊ីវិលនៃក្រសួងព័ត៌មានថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិឯកឧត្តមនៃភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី22ខែមេសាឆ្នាំ2025បានអញ្ជើញជាអធិបតីបើកការចោះធ្វើជំរឿនមន្ត្រីរាជការស៊ីវិលនៃក្រសួងព័ត៌មានទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីគ្រប់គ្រងទិន្នន័យនិងស្ថានភាពមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យាឲ្យបានច្បាស់លាស់ពិធីនេះមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការប្រចាំការរដ្ឋលេខាធិការអនុលេខាធិការអគ្គនាយកដ្ឋានទាំង5អគ្គនាយករងទទួលបន្ទុកកិច្ចការធនធានមនុស្សប្រធាននាយកដ្ឋាននិងប្រធានមន្ទីររាជធានីខេត្តទាំង25នៅឱកាសនោះដែរឯកឧត្តមរដ្ឋមន្ត្រីនៃភក្ត្រាក៏បានលើកឡើងថាការធ្វើជំរឿនមន្ត្រីរាជការនៃក្រសួងព័ត៌មាននេះគឺឲ្យបានសម្រេចជោគជ័យនិងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដូច្នេះការចោះធ្វើជំរឿននេះដើម្បីអាចពង្រីកមន្ត្រីបំពេញការងារឲ្យត្រូវជំនាញច្បាស់លាស់និងអាចធ្វើការវិតម្លៃបានពីគុណភាពធនធានមនុស្សនៅក្នុងវិស័យព័ត៌មានប្រកបដោយគុណភាពលើការងារសមរភូមិសតិអារម្មណ៍ឯកឧត្តមនៃភក្ត្រាបានថ្លែងថាការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានក្នុងសម័យ Digital គឺជាការចាំបាច់ដើម្បីបង្កើនប្រសិទ្ធភាពនិងគុណភាពព័ត៌មានជូនដល់សាធារណជននិងទប់ស្កាត់ប្រឆាំងព័ត៌មានក្លែងក្លាយហើយតាមរយៈការធ្វើជំរឿនមន្ត្រីនេះគឺពិតជាមានសារៈសំខាន់ក្នុងការជួយពង្រឹងសមត្ថភាពដល់មន្ត្រីរាជការផ្នែកកិច្ចការព័ត៌មានសរសេរព័ត៌មានគុណភាពប្រសិទ្ធភាពរហ័សផ្ដល់ទំនុកចិត្តជូនប្រជាពលរដ្ឋនិងការងារគ្រប់គ្រងព័ត៌មានជាដើមឯកឧត្តមរដ្ឋមន្ត្រីបានគូបញ្ជាក់ថាដើម្បីអនុវត្តតាមគោលការណ៍សំខាន់ៗដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចុះកន្លងមកនេះក្រសួងព័ត៌មានបានធ្វើការពិនិត្យឡើងវិញការវិភាគមុខងារនិងរចនាសម្ព័ន្ធអនុវត្តដោយក្រសួងស្ថាប័នសាមីដោយផ្អែកលើគោលការណ៍ទូទៅដើម្បីធានាបាននូវការសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី7នៃរដ្ឋសភាឯកឧត្តមបានជម្រាបជូនពីចំនួនមន្ត្រីរាជការមន្ត្រីជាប់កិច្ចសន្យាក្រសួងព័ត៌មានសរុបចំនួន2769រូបក្នុងនោះស្ត្រី1200រូបហើយអ្វីដែលក្រសួងព័ត៌មានត្រូវធ្វើក្នុងអាណត្តិទី7នេះគឺការពង្រឹងស្ថាប័នការពង្រឹងសមត្ថភាពមន្ត្រីនិងការលើកទឹកចិត្តគឺជាចំណុចសំខាន់នៃដំណើរការកែតម្រង់រដ្ឋបាលសាធារណៈដើម្បីសម្រេចចក្ខុវិស័យនេះក្រសួងព័ត៌មានបានដាក់ចុះនៅការដ្ឋានជាច្រើនក្នុងការបន្តកំណែទម្រង់ស៊ីជម្រៅដែលផ្ដោតលើការធ្វើទំនើបកម្មស្ថាប័ននិងរដ្ឋបាលទំនើបពង្រឹងប្រសិទ្ធភាពស្ថាប័ននិងគុណភាពការងារការអភិវឌ្ឍមូលដ្ឋានមនុស្សក្នុងវិស័យព័ត៌មាននិងសោតួការពង្រឹងការអនុវត្តច្បាប់កិច្ចសហប្រតិបត្តិការជាដៃគូនិងកិច្ចគាំពារមន្ត្រីដោយប្រកាន់គោលការណ៍គុណធិបតេយ្យនិងមានសមត្ថភាពត្រូវផ្ដល់ការលើកទឹកចិត្តលោកជំទាវទេសផលីនអគ្គនាយិកានៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងព័ត៌មានបានគូបញ្ជាក់ថាការរៀបចំចោះធ្វើជំរឿនមន្ត្រីរាជការស៊ីវិលនៃក្រសួងព័ត៌មានថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិគឺធ្វើឡើងស្របតាមវិធានការគន្លឹះដែលដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាគ្រប់ក្រសួងស្ថាប័នទាំងអស់ត្រូវពិនិត្យឡើងវិញនៅការវិភាគមុខងារនិងរចនាសម្ព័ន្ធនិងស្របតាមការចង្អុលបង្ហាញរបស់រដ្ឋមន្ត្រីក្នុងការគ្រប់គ្រងទិន្នន័យនិងស្ថានភាពមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យាឲ្យបានច្បាស់លាស់គឺតម្រូវឲ្យពិនិត្យឡើងវិញលើកម្រិតសិក្សាជំនាញវិជ្ជាជីវៈភាពនិងការងារដែលកំពុងអនុវត្តនាពេលបច្ចុប្បន្នដើម្បីពង្រឹងសមត្ថភាពនិងរៀបចំពង្រាយមន្ត្រីរាជការឲ្យទៅបម្រើការងារឲ្យចំគោលដៅនិងចំណេះជំនាញរបស់ខ្លួនព្រមទាំងផ្ដោតការយកចិត្តទុកដាក់លើប្រកបដោយភាពនៃការស្នើដំឡើងថរន្តរស័ក្តិនិងថ្នាក់មេដៃនិងគ្រឿងឥស្សរិយយសជាដើមដើម្បីធានាឲ្យបានថាមន្ត្រីដែលសកម្មនឹងទទួលបានការលើកទឹកចិត្តនិងការទទួលស្គាល់លើស្នាដៃនិងផលិតភាពការងារព័ត៌មានជារំលឹកដែរថាក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងមុខងារសាធារណៈកាលពីថ្ងៃទី20ខែមិនិនាឆ្នាំ2025សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានរំលេចនៅការងារអាទិភាពចំនួន3រួមមាន1ការដាក់ឲ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណធិបតេយ្យតម្លាភាពយុត្តិធម៌បរិយាបន្ននិងប្រសិទ្ធភាព2ពង្រឹងសមត្ថភាពនិងសមត្ថកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យសីលធម៌វិជ្ជាជីវៈប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព3ការដាក់ឲ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំពារសមត្ថកម្មប្រកបដោយសង្ឃតិភាពសមធម៌ប្រសិទ្ធភាពនិងចីរភាព